ពកច្រណែននឹងព្រះអាទិត្យពេលព្រឹកព្រហៀមស្រាងព្រះអាទិត្យបានបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់ត្រកាលមនុស្សម្នាលាន់មាត់កោតសរសើរពីព្រះអាទិត្យគ្រប់គ្នាថាថ្ងៃរះភ្លឺច្បាស់ល្អណាស់ពពកបានឮក៏មានចិត្តច្រណែនចង់យកឈ្នះព្រះអាទិត្យដើម្បីឲ្យមនុស្សបែរចិត្តមកស្រឡាញ់និងកោតសរសើរខ្លួនវិញពពកឯងមានអីអស្ចារ្យខ្លួនមានតែមួយហើយជះពន្លឺក្តៅទៀតតែខ្ញុំវិញមានគ្នាច្រើនអាចហោះហើរហើយអាចបដូររូបរាងបានច្រើនទៀតព្រះអាទិត្យមិនរវល់ពីសម្ដីពពកឡើយគេនៅតែបន្តខំប្រឹងបញ្ចេញពន្លឺដល់ភពផែនដីពេលថ្ងៃត្រង់ពន្លឺពពកឃើញព្រះអាទិត្យប្រឹងបញ្ចេញកម្ដៅបែបនេះក៏គិតម្នាក់ឯងព្រះអាទិត្យបញ្ចេញកម្ដៅខ្លាំងម្លឹងមនុស្សទាំងអស់ប្រកាសជាត្រូវការតែភ្លៀងអូឱកាសយើងបានមកដល់ហើយរំពេចនោះពន្លឺព្រះអាទិត្យស្រាប់តែថមថយទៅធ្វើឲ្យភពផែនដីប្រែជាងងឹតមនុស្សម្នាងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាមានអ្វីកើតឡើងនោះឡើយអូតាមពិតពពកកំពុងតែប្រមូលផ្ដុំគ្នាយ៉ាងក្រាស់ឃ្មឹកដើម្បីបាំងពន្លឺព្រះអាទិត្យពពកសើចចំអកឲ្យព្រះអាទិត្យហាចាំមើលឯងខ្លាំងដល់ណាទៀតព្រះអាទិត្យតបទាំងញញឹមអរគុណពពកដែលបានឈរបាំងខ្ញុំដើម្បីបន្ថយកម្ដៅផែនដីបែបនេះពពកបានឮព្រះអាទិត្យហើយកាន់តែខឹងហើយខំប្រមូលគ្នាច្រើនឡើងរហូតធ្វើឲ្យផែនដីបិទពន្លឺស្ទើរតែមើលមិនឃើញអ្វីទាំងអស់រយៈពេល3យប់3ថ្ងៃព្រះអាទិត្យឃើញបែបនេះគិតថាមិនបានទេខ្ញុំត្រូវតែខំប្រឹងប្រើកម្លាំងបញ្ចេញពន្លឺដើម្បីបំភ្លឺផែនដីបើមិនដូច្នេះទេមនុស្សសត្វរុក្ខជាតិប្រកាសជាមិនអាចរស់នៅស្រួលឡើយព្រះអាទិត្យខំប្រឹងផ្លុំពពកចេញប៉ុន្តែនៅតែមិនអាចបំបែកហ្វូងពពកបានឡើយចំណែកឯពពកវិញខំប្រឹងបង្កើតកម្លាំងប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើងរួចក៏ទម្លាក់ទឹកភ្លៀងចុះសពទិសទីពេលឃើញភ្លៀងធ្លាក់មនុស្សម្នាត្រេកអរនឹងទឹកភ្លៀងណាស់ព្រោះធ្វើឲ្យអាកាសធាតុប្រែត្រជាក់ស្រួលពពកក៏សប្បាយចិត្តហើយរឹតតែមានអំនួតលើខ្លួនឯងប្រឹងទម្លាក់ទឹកភ្លៀងកាន់តែខ្លាំងឡើងរហូតកើតជាទឹកនន់លិចផ្ទះអ្នកភូមិពេលទឹកជំនន់លិចភូមិមនុស្សម្នាក៏កើតការមិនសប្បាយចិត្តខ្លាំងហើយខឹងសម្បារនឹងភ្លៀងវិញប៉ុន្តែពពកមិនខ្វល់វាគិតតែធ្វើយ៉ាងណាដើម្បីយកឈ្នះលើព្រះអាទិត្យពពកប្រឹងទម្លាក់ទឹកភ្លៀងរហូតខ្សោះទឹកអស់ពីខ្លួនហើយពេលនោះរូបរាងរបស់វាក៏ស្រាប់តែបាត់បន្តិចម្ដងក្រោយពីពេលពពករសាត់បាត់ទៅព្រះអាទិត្យក៏អាចបញ្ចេញពន្លឺដល់ផែនដីបានបន្តទៀតកម្ដៅព្រះអាទិត្យក៏រំហួចចំហាយទឹកឡើងទឹកជំនន់ក៏បានស្រកជាបណ្ដើរក្រោយពេលមានចំហាយទឹកហួតឡើងលើអាកាសរូបរាងពពកក៏លេចចេញមកវិញពេលនោះពពកក៏បានយល់ពេលនេះខ្ញុំដឹងហើយតាមពិតខ្លួនខ្ញុំកើតចេញពីកម្ដៅព្រះអាទិត្យដែលបានរំហួចចំហាយទឹកឡើងពីផែនដីពពកក៏បានអរគុណចំពោះព្រះអាទិត្យថាខ្ញុំអរគុណណាស់ព្រះអាទិត្យដែលឯងអាចធ្វើឲ្យខ្ញុំមានរូបរាងឡើងវិញតើខ្ញុំអាចជាមិត្តរបស់ឯងបានទេព្រះអាទិត្យតបទាំងញញឹមបានសម្លាញ់តាំងពីពេលនោះមកពពកនិងព្រះអាទិត្យបានសហការគ្នាយ៉ាងរីករាយហើយបំពេញតួនាទីរៀងៗខ្លួនព្រះអាទិត្យគឺជាអ្នកបំភ្លឺផែនដីចំណែកឯពពកគឺជាអ្នកផ្ដល់ទឹកភ្លៀង